ការជំរុញលើកទឹកចិត្តពិតជាសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូបការលើកទឹកចិត្តពិតជាដើរតួនាទីយ៉ាងសំខាន់សម្រាប់មនុស្សគ្រប់រូបពីព្រោះវាជាកម្លាំងចលករដែលជំរុញឲ្យយើងមានកម្លាំងចិត្តនិងថាមពលដើម្បីធ្វើសកម្មភាពឆ្ពោះទៅរកគោលដៅវាមិនត្រឹមតែជួយឲ្យយើងចាប់ផ្ដើមទេថែមទាំងជួយឲ្យយើងបន្តសកម្មភាពនោះបានទោះបីជាត្រូវជួបឧបសគ្គក៏ដោយនេះជាមូលហេតុមួយចំនួនដែលបង្ហាញពីសារៈសំខាន់នៃការលើកទឹកចិត្ត 1. បង្កើតកម្លាំងចិត្តនិងទិសដៅការលើកទឹកចិត្តជួយឲ្យយើងមានគោលបំណងច្បាស់លាស់ក្នុងជីវិតនៅពេលដែលយើងដឹងថាអ្វីដែលយើងចង់បាននោះវានឹងជំរុញឲ្យយើងមានកម្លាំងចិត្តដើម្បីរៀបចំផែនការនិងធ្វើសកម្មភាពដើម្បីសម្រេចវាឧទាហរណ៍ប្រសិនបើអ្នកចង់រៀនជំនាញថ្មីការលើកទឹកចិត្តនឹងជួយឲ្យអ្នកបន្តរៀនសូត្រទោះបីជាមានអារម្មណ៍ធុញទ្រាន់ក៏ដោយ 2. បង្កើនផលិតភាពនិងប្រសិទ្ធភាពមនុស្សដែលមានការលើកទឹកចិត្តខ្ពស់តែងតែមានការផ្ដោតអារម្មណ៍និងការបដិញ្ញាចិត្តខ្លាំងព្រោះពួកគេមានទំនោរធ្វើការងារពួកគេមានទំនោរធ្វើកិច្ចការបានលឿននិងមានប្រសិទ្ធភាពជាងមុនពីព្រោះពួកគេមានថាមពលវិជ្ជមាននិងមិនងាយបោះបង់ចោលនៅពេលជួបបញ្ហា 3. ជួយជំនះរាល់ឧបសគ្គជីវិតមិនមែនសុទ្ធតែជាផ្លូវរលូននោះទេហើយឧបសគ្គតែងតែកើតមានឡើងការលើកទឹកចិត្តដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយយើងឲ្យឆ្លងកាត់ការលំបាកទាំងនោះនៅពេលអ្នកមានការលើកទឹកចិត្តអ្នកនឹងមិនងាយបាក់ទឹកចិត្តហើយនឹងព្យាយាមរកដំណោះស្រាយដើម្បីបន្តទៅមុខ 4. ពង្រឹងសុខភាពផ្លូវចិត្តការលើកទឹកចិត្តជួយឲ្យយើងមានអារម្មណ៍ល្អចំពោះខ្លួនឯងនិងមានការគិតវិជ្ជមានវាជួយកាត់បន្ថយភាពតានតឹងនិងការបាក់ទឹកចិត្តព្រោះនៅពេលយើងមានគោលដៅយើងមានអារម្មណ៍ថាជីវិតមានន័យនិងពោរពេញទៅដោយក្តីសង្ឃឹមសរុបសេចក្តីមកការលើកទឹកចិត្តគឺជាកត្តាសំខាន់ដែលធ្វើឲ្យយើងរីកចម្រើននិងសម្រេចបាននូវអ្វីដែលយើងចង់បានក្នុងជីវិតដូចនេះវាជារឿងសំខាន់ដែលយើងត្រូវចេះបង្កើតនិងរក្សាការលើកទឹកចិត្តសម្រាប់ខ្លួនឯងជានិច្ចតើមានវិធីសាស្ត្រអ្វីខ្លះដើម្បីជំរុញការលើកទឹកចិត្តផ្ទាល់ខ្លួនវិធីសាស្ត្រជំរុញការលើកទឹកចិត្តផ្ទាល់ខ្លួនការលើកទឹកចិត្តមិនមែនកើតឡើងដោយឯងនោះទេតែវាទាមទារការហ្វឹកហាត់និងការអនុវត្តជាប្រចាំអ្នកអាចជំរុញការលើកទឹកចិត្តផ្ទាល់ខ្លួនតាមរយៈវិធីសាស្ត្រខាងក្រោមនេះ 1. កំណត់គោលដៅតូចៗដែលអាចសម្រេចបានជំនួសឲ្យការកំណត់គោលដៅធំៗដែលធ្វើឲ្យអ្នកមានអារម្មណ៍ធុញទ្រាន់សូមបំបែកវាជាគោលដៅតូចៗដែលអាចធ្វើបាននៅពេលអ្នកសម្រេចបានគោលដៅតូចៗម្ដងមួយអ្នកនឹងមានអារម្មណ៍ពេញចិត្តនិងមានកម្លាំងចិត្តដើម្បីបន្តទៅមុខឧទាហរណ៍ជំនួសឲ្យការនិយាយថាខ្ញុំនឹងរៀនភាសាអង់គ្លេសគួរនិយាយថាខ្ញុំនឹងរៀនពាក្យអង់គ្លេសថ្មីចំនួន5ពាក្យជារៀងរាល់ថ្ងៃ 2. ស្វែងរកប្រភពបំផុសគំនិតការលើកទឹកចិត្តអាចកើតចេញពីប្រភពផ្សេងគ្នាអ្នកអាចស្វែងរកវាបានតាមរយៈការអានសៀវភៅជីវប្រវត្តិរបស់មនុស្សជោគជ័យឬសៀវភៅអភិវឌ្ឍខ្លួនការស្ដាប់ podcast ដែលទាក់ទងនឹងចំណាប់អារម្មណ៍របស់អ្នកការមើលវីដេអូលើកទឹកចិត្តឬបទសម្ភាសន៍របស់បុគ្គលជោគជ័យ 3. ថែរក្សាសុខភាពផ្លូវកាយនិងផ្លូវចិត្តសុខភាពល្អជាមូលដ្ឋានគ្រឹះនៃភាពរឹងមាំទាំងផ្លូវកាយនិងផ្លូវចិត្តនៅពេលអ្នកមានអារម្មណ៍ល្អអ្នកក៏មានកម្លាំងចិត្តក្នុងការធ្វើអ្វីៗគ្រប់យ៉ាងដូច្នេះសូមអនុវត្ត 1. ហាត់ប្រាណជាប្រចាំការហាត់ប្រាណជួយកាត់បន្ថយភាពតានតឹងនិងបង្កើនថាមពល 2. គេងឲ្យបានគ្រប់គ្រាន់ការគេងឲ្យគ្រប់គ្រាន់ជួយឲ្យខួរក្បាលស្រស់ថ្លានិងមានការផ្ដោតអារម្មណ៍ 3. បរិភោគអាហារដែលមានសុខភាពល្អអាហារមានសារៈសំខាន់ក្នុងការផ្ដល់ថាមពលដល់រាងកាយ 4. កុំខ្លាចបរាជ័យគឺជាផ្នែកមួយនៃដំណើរការឆ្ពោះទៅរកភាពជោគជ័យចូលចាត់ទុកការបរាជ័យជាឱកាសដើម្បីរៀនសូត្រនិងកែលម្អខ្លួនឯងនៅពេលអ្នកដួលចូលក្រោកឈរឡើងវិញហើយចាប់ផ្ដើមសារជាថ្មី 5. ប្រារព្ធភាពជោគជ័យតូចៗនៅពេលអ្នកសម្រេចបាននូវគោលដៅតូចៗសូមកុំភ្លេចផ្ដល់រង្វាន់ដល់ខ្លួនឯងនេះជួយឲ្យអ្នកមានអារម្មណ៍ពេញចិត្តនិងមានកម្លាំងចិត្តដើម្បីបន្តដំណើរទៅមុខទៀតរង្វាន់នោះអាចជាការទិញអ្វីដែលអ្នកចូលចិត្តការទៅញ៉ាំអាហារឆ្ងាញ់ឬការសម្រាកលំហែកាយការលើកទឹកចិត្តគឺជារឿងសំខាន់ណាស់ប្រសិនបើអ្នកចង់អភិវឌ្ឍខ្លួនបានជោគជ័យអ្នកត្រូវតែចេះបង្កើតកម្លាំងចិត្តឲ្យខ្លួនឯងជានិច្ចតើអ្នកនឹងចាប់ផ្ដើមអនុវត្តវិធីសាស្ត្រមួយណាមុនគេ